តោះបងថ្ងៃនេះខ្ញុំចង់បង្ហាញថាអ្វីទៅគឺជាច្បាប់សមាធិនៅក្នុងកម្ពុជាអញ្ចឹងខ្ញុំនឹងបង្ហាញឲ្យច្បាស់អំពីច្បាប់សមាធិអញ្ចឹងច្បាប់សមាធិនៅក្នុងភាសាអង់គ្លេសគឺ laws of proportion ច្រឡំនិយាយប្រាំអូខេអញ្ចឹងបើគេមានបើសិនគេមាន A ស្មើជាមួយនឹង B មួយទៀតគឺ C ស្មើជាមួយនឹង D អូខេអញ្ចឹងគេនឹងបានA បូកជាមួយនឹង C ស្មើជាមួយនឹង B បូកជាមួយនឹង D ដូចគ្នាដែរគឺ A ដកជាមួយនឹង C គឺស្មើជាមួយនឹង B ដក D ហេទៀត A គុណជាមួយនឹង C ស្មើជាមួយនឹង B គុណជាមួយនឹង D ហេអញ្ចឹង A ចែកជាមួយនឹង C ស្មើនឹង B ចែកជាមួយនឹង D ចាំឲ្យទាំងអស់នេះគឺជាច្បាប់សមាមាត្រនៅក្នុងគណិតវិទ្យាអញ្ចឹងមានពេលខ្លះលំហាត់ខ្លះក៏ត្រូវការប្រើច្បាប់សមាមាត្រនោះដែរបាទសូមអរគុណ